Ok សួស្តីអ្នកនរគ្នាថ្ងៃនេះយើងបន្តមេរៀនទៀតតទៅនឹងមេរៀនទី2វិធីប្រកបភាសាចិនដើម្បីកុំឲ្យខាតពេលយូរយើងចូលមេរៀនអ្នកនរគ្នាទីខមេរៀនទី2汉语拼音វិធីប្រកបភាសាចិន声母ចុងជាអ្នក居区诗日居取番时句语落居区诗日居取番时句语落ជឿបានន័យថាត្បាញអ្នកគ្នាអ្នកគ្នាអាចមើលរូបបានណាឈឺហ្វានគឺញ៉ាំបាយអ្នកគ្នាអាចមើលតាមរូបហ្នឹងទៅ时句សត្វតោជឿលក់ថ្ងៃលិចអូខេអ្នកគ្នាត្រូវចំណាំមួយទៀតទៅនឹងឈឺហ្នឹងនៅពេលយើងអានគឺធ្វើយ៉ាងម៉េចឲ្យដាតយើងរៀងកោបន្តិចណាវាខុសពីជឺឈឺស៊ឺអានេះគឺឈឺស៊ឺអញ្ចឹងអ្នកគ្នាត្រូវចំណាំណាហើយយើងជួបគ្នានៅមេរៀនបន្ត